កម្ពុជាទំនើបកម្មសមត្ថភាពកងទ័ពរបស់ខ្លួនកសាងមូលដ្ឋានវឹកវើដៃគូការអភិវឌ្ឍនេះជាមួយចិនតើកម្ពុជានេះប្រទេសដែលរងសម្ពាធដោយសារសង្គ្រាមសមត្ថភាពកងទ័ពយើងជាពិសេសកងទ័ពជើងទឹកយើងដើរក្រោយគេចង់ពន្លឿនសមត្ថភាពក្នុងការកសាងបង្កើនសមត្ថភាពឲ្យកងទ័ពយើងមានសម្ភារៈប្រើប្រាស់មានឧបករណ៍ប្រមូលព័ត៌មានមានកងទ័ពដែលអាចវឹកវើសម្ភារៈទំនើបតើខុសអីថ្ងៃនេះនឹងចាប់ផ្ដើមពីថ្ងៃនេះទៅកម្ពុជានឹងស្វាគមន៍នៅភាគីមិត្តទាំងអស់ដែលមកវឹកវើរួមគ្នាទៅមូលដ្ឋានរាជធានីយើងគ្មានអីលាក់លៀមទេ